ហេសស្ដីអ្នកអរគ្នាជួបខ្ញុំបាទទៀតដែរ Food Cable ហ្នឹងថ្ងៃនេះខ្ញុំមកប្រាប់ពីកលឹះខ្លះតាក់ទងទៅនឹងការប្រើថ្នាំបកប្រើនៅពេលដែលយើងប្រើថ្នាំបកអីហើយវាបើសិនជាយើងអត់បានលាងទឹកឲ្យបានស្អាតទេគឺពិបាកក្នុងការលាបថ្នាំមានន័យថាថ្នាំថ្នាំរបស់យើងហ្នឹងលាបពីលើថ្នាំដែលយើងប្រើថ្នាំបកហ្នឹងគឺវាអត់កើតទេគឺវាអត់ស្ងួតនិយាយមកថាវាអត់ក្រស្ងួតថាមិនថាស្ងួតគេវាក្រស្ងួតហើយនៅពេលដែលយើងធ្វើការបាញ់ថ្នាំសម្រេចទៅវាឡើងបដាបតាអញ្ចឹងជៀសវាងបញ្ហាទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចយកបបពិសោធន៍តាមខ្ញុំបានទី1គឺនៅពេលដែលយើងប្រើថ្នាំបកពីច្រើនយើងប្រើទៅលើប្រភេទក្បាច់តាក់ទងទៅនឹងតុកនេះជាក់ស្ដែងគឺខ្ញុំបានប្រើប្រភេទថ្នាំបកហើយចំពោះថ្នាំបកយើងអាចប្រើប្រភេទថ្នាំបក ATM remove paint ថ្នាំបកដែកហ្នឹងក៏យើងអាចប្រើបានដែរអត់មានបញ្ហាអីទេហើយនៅតាម depot សំណង់ពីច្រើនគឺមានលក់ហើយសួរអ្នកលក់ទៅគឺប្រាប់គេថាថ្នាំបកសម្រាប់បកដែកឬក៏ remove paint វាមានពី3ម៉ូតណាអ្នកនរអាចជ្រើសរើសយកមួយណាក៏បានដែរទី2នៅពេលដែលអ្នកនរគ្នាទិញមកអ្នកនរគ្នាត្រូវប្រើច្រាសដែកក្នុងករណីដែលយើងប្រើច្រាសដែកហ្នឹងយើងត្រូវមានស្រោមដៃសម្រាប់ការពារមួយទៀតហើយនឹងបានតាការពារភ្នែកមួយទៀតពីព្រោះថ្នាំទាំងអស់ហ្នឹងគឺនៅពេលដែលប៉ះវាទៀតមកប្រឡាក់នៅកន្លែងណាមួយនៅលើស្បែកគឺវាកាត់សាហាវមែនទេវាកាត់ខ្លាំងមែនទេវាប្រៀបបីដូចជាអាស៊ីតចឹងហើយចំពោះការប្រើថ្នាំរបស់ហ្នឹងខ្ញុំបានប្រាប់នៅក្នុងវីដេអូខ្ញុំមុនហ្នឹងអ្នកនរគ្នាមានចម្ងល់ហើយអាចចូលឆែកទៅក្នុងវីដេអូខ្ញុំបន្ថែមទៅចំពោះបញ្ហាថ្នាំដល់ពេលដែលយើងបកអីហើយយើងត្រូវតែលាងទឹកវាហើយយើងវាយវា2ដង3ដងណាហើយចំពោះក្បាលក្បាច់ចឹងយើងអាចប្រើជាមួយនឹងក្បាលវៃបែបជួរដែលខ្ញុំបានបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូរបស់ខ្ញុំមុនចឹងយើងប្រើប្រភេទហ្នឹងមកវាអត់ស៊ីក្បាច់ខ្លាំងមានន័យថាវាស៊ីមកល្មមទេហើយចន្លោះនៃក្បាច់គឺវាចូលបានស្អាតតើតើនឹងក្បាល8ជាន់អ្នកនរគ្នាអាចប្រើត្រឹមលេខ8រហូតដល់លេខ120ទៅក្នុងការប្រើរបស់វាយើងប្រើពី3ដំណាក់កាលមកយើងរង្វៃ 3-4 ជុំណាអ្នកនរគ្នានៅពេលដែលយើងបកឲ្យម្សាអញ្ចឹងទៅគឺយើងអាចប្រើលេខ6ឬក៏លេខ8មកបន្ទាប់មកទៀតបានយើងវាយវាមកសពអីហើយបានយើងប្រើមួយទៀតគឺយើងប្រើលេខ120ឬក៏108អីទៅតាមនឹងជាស្ដែងបន្ទាប់មកទៀតគឺយើងធ្វើការបាញ់ទឹកលាងទុកឲ្យលាងវាបានស្អាតយើងបាញ់ទឹកវាទៅទុកឲ្យវាស្ងួតហើយបានយើងធ្វើការលាបទំនាប់ហើយចំពោះទំនាប់អ្នកនរគ្នាអាចប្រើប្រភេទទំនាប់អិនសេក៏បាន BU ក៏បានទេកាក៏បានដែរយើងអាចប្រើប្រភេទថ្នាំទំនាប់មួយណាក៏បានដែរអត់មានបញ្ហាទេតែចំពោះដែលបញ្ហាតុកចាស់ជាប្រភេទថ្នាំតុកចាស់គឺយើងអាចប្រើប្រភេទ BU ទៅវាលឿនវាជួយលាបពេលដែលយើងចាប់ដើមលាបទៅគឺវាឡើងមកលឿនតែម្ដងនេះចំពោះការប្រើថ្នាំហើយចំពោះការប្រើថ្នាំ BU ហ្នឹងយើងអាចលាយត្រឹមតាមជាក់ស្ដែងមកយើងដាក់2កាំ10ទឹកសុទ្ធមកលាយជាមួយសាំង1លីត្រកូនរឹងចូល1កាំ10ទឹកសុទ្ធមកហើយទឹកសុទ្ធគឺ10ទឹកសុទ្ធកន្លះលីត្រយើងហ្នឹងយើងអាចលាយបែបហ្នឹងក៏បានដែរអត់មានបញ្ហាទេក្នុងការលាបតែមិនកុំឲ្យវាខាត់ពេកនៅពេលដែលវាខាត់ពេកនៅពេលដែលយើងលាបនៅពេលដែលយើងធ្វើការបាញ់ថ្នាំសម្រាប់គឺវាមានដានជក់ទាំងអស់ហ្នឹងអញ្ចឹងដូចតែបើសិនជាយើងលាបឲ្យវារាវទៅត្រឹមទឹកទី1ទឹកទី2យើងអាចលាបវា2បកទៅក៏បានដែរក្នុងការធ្វើការបាញ់ថ្នាំចាំយើងធ្វើការបាញ់ថ្នាំសម្រាប់យើងអាចលាយលួច SP ឬក៏ BU ចូលបន្ថែមទៅជាមួយនឹងថ្នាំសម្រាប់ក្នុងករណី